ฮัลโหลសូមអញ្ជើញបារមីនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីជួយប្រោះព្រំកងទ័ពដែលការពារជាតិឲ្យបានសេចក្តីសុខសេចក្តីចម្រើនអញ្ជើញលោកគ្រូពេនជុំគង់ជុំជុំអាសាយម៉ៅដងគ្រូលោកព្រះអង្គធំភ្នំកលែនពេនជុំព្រះអង្គធំប្រមបាទជន់ទុកឲ្យហើយនឹងលោកតាអីសីសិចាំងទេពនៅកំពូលភ្នំត្បែងលោកតបោះលោកតដងលោកតាផងយាមទាំងពីអង្គបារមីព្រះអង្គទឹកលោកតាក្លាំងមើលក្រុមអញ្ជើញដួងញញខណ្ឌបារមីអ្នកលោកមេតបធ្លាប់ខ្លាំងពូកែចេះចាំក្បួនតម្រាការពារទឹកដីខ្មែរគ្រប់ទិសគ្រប់តំបន់ទុនតាមព្រៃភ្នំនិគមជនបទមានឈ្មោះប្រកាសលោកតាដំបូកខ្មៅក្បៅជ្រុំជំរុំកោះកងផ្លាបាក់កំភ្លើងស្ដេចកោនខ្លាំងខ្លាអ្នកតាឃ្លៀងមើងលោកតាក្រហមកព្រះសង្ឃស្បងសមេតបអនសែងក្រហមមេតបអនសែងសមេតបសេះសមេតបសក់សលយាយដោះធំភ្នំកំពីងពួយកំមុំដោះមួយលោកតាប្រសក់ផ្អែមហែមជឿពោកបោអាចារ្យមានអាចារ្យលអាចារ្យស្វាកលាហោមគង់ស្ដេចកំឡុងលោកតាដំបងពេជ្រលោកតាកងចាក់លោកតាភ្នែកប្រាក់លោកតាដំបងដែកលោកតាកញុងលោកតាសក់វែងលោកតាសក់វែងភ្នំកលែនលោកតានេតព្រំត្បែងបារមីអង្គធំភ្នំខ្លែងលោកតាបឹងកំសែងបារមីវត្តតឡែងកាយលោកតាមហាសម្ដែងវត្តកោះនៅរាកោះស្លាកេតប្របាទធំមឹកអង្គជេកអង្គចំអង្គច័ន្ទអង្គភឹមរុងខ្លាក់ក៏ហឹមព្រះអង្គជីធំក្នុងភ្នំព្រះព្រឺអ្នកសិចាំងក្នុងភ្នំសំពៅអ្នកទៀងត្រង់កំបងបាត់អីសីភ្លេសម្ងាត់គ្រូខ្លាំងកំបាំងបាត់ក្នុងព្រៃថ្មសានឋានស្ងាត់ជំនុំបារមីអរ៉ុបរយលើកំពូលភ្នំអ្នកតាតូចធំភ្នំឈើកាច់អ្នកតាកោះដាច់សម្ដេចចក្រីអម្ចាស់ច័ន្ទរាំងសីបារមីនិយាយមាត់ទឹកវត្តបាអិនទេបារមីនិយាយទេមេសកន្តងខៀវនិយាយសភ្នំកោះដែតកោះរំពេទលេប្រប្រសពទលេ4មុខប្របាទទោះមុខប្របាទជន់ជុំព្រំមុខ4បិចៅក្លែករិទ្ធគ្រូសក់កណ្ដាញ់ទាំងតូចទាំងធំទាំងគ្រូសំណុំគ្រូគង់សង្វាគ្រូផ្សិតរមួលគ្រូស្នងមេបាអរិយអ្នកតាមចាស់ទឹកម្ចាស់ដីពួកម្រិងពវិលនិងព្រីកមាកមូនគោបាសំពងសក់ធំកណ្ដាញ់បីដុំលោកតាកណ្ដាញ់ធំបាជើងធំភ្នំគិរីរំភ្នំអេរីចទ្របធ្លាប់មានបារមីដុំម៉ៅកៃព្រៃអាគមជ្រោះកពើសធំថ្មបីដុំនាងកំពុំឈូកយាយសក់កអូបជាច័ន្ទធំព្រមចាយទាំងលោកគ្រូ5ប្រែកាយនាងរំសាយសក់កំសែងបកកំសែងបោយតបោះអីសីភ្នំតាយត្រឹងឆ្អឹងដៃស្បែកពាន់ចចកវិអីសីធំភ្នំអរខ្នងរបស់ដៃប្រមចាស់ថ្លៃបាត់ដៃកងចាក់លិលាក់កងជុំគ្រោះគុំស្ពកលៃក៏ដឹង3000ភ្នំហៅត្រៃគ្រោះគួយបរួញដីមេតបប្រុសមេតបស្រីទាំងជើងទឹកជើងគោកជើងអាកាសក្តីមានបុណ្យបារមីទិសទាំង8បារមីកងជ័យគ្រូធំទាំង8សីទាំង4បារមីព្រះអង្គទឹកនឹងលោកតាក្លាំងមើងជើញបារមីស្រីសស្អាតបាតល្អាងអ្នកខ្លាំងពូកែថែរសារោងច័ន្ទរោងជាងរោងសន្ធប់ព្រៃញាតព្រៃស្រុកអ្នកតាម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដីសូមលោកនាងយាងឲ្យជើញមកទីនេះដើម្បីការពារទឹកដីព្រះរាជាណាចក្រកម្ពុជាឲ្យបានឈ្នះមានសត្រូវនិងការពារកងទ័ពដែលបានបូជាពលី